ពិតជាប្រហើនមែនថៃបានសម្រុកវាយប្រហារមកលើកម្ពុជាបន្ទាប់ពីការហៅទូរស័ព្ទរបស់លោកត្រាំនៅយប់ថ្ងៃសុក្រទី12ធ្នូដោយប្រទេសថៃនិងកម្ពុជាបានព្រមព្រៀងគ្នាបញ្ឈប់អរិភាពទាំងអស់ភ្លាមៗបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសទាំងពីរក្នុងកំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតាមបណ្ដោយព្រំដែនរយៈពេល7ថ្ងៃដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់20នាក់និងធ្វើឲ្យមនុស្សរាប់រយពាន់នាក់ត្រូវបានផ្លាស់ទីលំនៅនេះផ្អែកតាមការដកស្រង់ចេញពីកាសែត Bloomberg កាលពីថ្ងៃទី12ធ្នូ2025ហើយទៅវិញព្រឹត្តិការណ៍ដំណើរគ្នាដោយកើតនៅថ្ងៃទី13ធ្នូ2025មានដូចតទៅថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ចំនួន2គ្រឿងដោយទម្លាក់គ្រាប់បែកដាច់ស្ពានជ័យជំនះឬក៏ស្ពានមេទឹកនៅក្នុងភូមិសាស្ត្រថ្មដានៅព្រឹកទីភ្លើងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ55ហើយបានភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ទៅកាន់តំបន់ថ្មដាស្រុកវាវែងដែលបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋករណីបាញ់ប្រហារពីសំណាក់យោធាថៃទៅលើអគារកាស៊ីណូនៅថ្មដាខេត្តពោធិ៍សាត់នៅព្រឹកទីភ្លឺព្រមទាំងមានការបំផ្លងគ្រាប់បែកចូលទៅក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុងដែលបណ្ដាលឲ្យបងប្រជាពលរដ្ឋធ្វើការជំលះចេញពីលំនៅឋានទាំងយប់នេះផ្អែកតាមការដកស្រង់របស់សារព័ត៌មាន Fresh News ដែលបានចុះផ្សាយកាលពីថ្ងៃទី13ធ្នូ2025គួររំលឹកផងដែរថាការឈ្លានពានពីសំណាក់ថៃដែលបានផ្ទុះឡើងនៅថ្ងៃទី7ធ្នូតាមបណ្ដោយព្រំដែនដែលមានចំនួនប្រវែង717គីឡូម៉ែត្រតំណាងឲ្យការបែកបាក់ដ៏ធ្ងន់ធ្ងរបំផុតនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំបួរដែលលោកត្រាំបានជួយសម្របសម្រួលនៅក្នុងខែតុលាជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន